មុននឹងយើងស្លាប់ទៅវិញព្រោះអ្វីដែលអាចបន្សល់ទុកហ្នឹងគឺអីគឺកិត្តិយសហ្នឹងហើយឬខ្មែរយើងមួយថាបើសិនជាយើងមានកិត្តិយសវាអមមកជាមួយគ្នានៅអីនៅគេឈ្មោះវាអមមកជាមួយគ្នានៅអីនៅសេចក្តីថ្លៃថ្នូរអញ្ចឹងបានខ្ញុំជំរាបជូនថាពាក្យកិត្តិយសមួយម៉ាត់គឺជាការទទួលស្គាល់មែនទេនិយមន័យរបស់វាកិត្តិយសមួយម៉ាត់គឺជាការទទួលស្គាល់មួយរបស់អី របស់បើសិនជាយើងមានកិត្តិយសនៅក្នុងគ្រួសារយើងមានន័យថាយើងបានការទទួលស្គាល់ពីក្រុមគ្រួសារយើងពីសាច់ញាតិរបស់យើងប្រសិនបើយើងមានកិត្តិយសនៅក្នុងសង្គមមានន័យថាសង្គមនឹងទទួលស្គាល់យើងទៅសង្គមនឹងផ្ដល់កិត្តិយសឲ្យយើងមានន័យថាសង្គមនឹងគោរពយើងឲ្យតម្លៃយើងហេតុអីបានសង្គមនឹងគោរពយើងហើយឲ្យតម្លៃយើងដោយសារតែយើងនឹងជាមនុស្សម្នាក់ដែលបានបង្ហាញនៅអីនៅឥទ្ធិពលជូនគាត់មែនទេហើយឥទ្ធិពលនេះខ្ញុំជំរាបជូនថាមនុស្សម្នាក់យើងមានឥទ្ធិពល3ដែលធ្វើឲ្យអីដែលធ្វើឲ្យសង្គមនឹងទទួលស្គាល់យើងបាទទទួលស្គាល់យើងឥទ្ធិពល3នេះគឺឥទ្ធិពលទី1គឺអីគឺគេហៅថាភាពសមសួនផ្នែកកាយសម្បទាមានន័យថាយើងជាមនុស្សដែលមើលទៅមានភាពមានសុខភាពល្អមានកាយសម្បទាគ្រប់គ្រាន់រឹងមាំរហ័សរហួនវាងវៃលក្ខណៈគេថាមើលទៅគឺស័ក្តិសមមួយជាមនុស្សមួយដែលរឹងមាំភាពសមសួនទី2គឺភាពសមសួនគេហៅថាផ្នែកសមត្ថភាពមានន័យថាបើសិនជាយើងមើលទៅគឺថាយើងជាអ្នកដែលមានចំណេះដឹងខ្ពង់ខ្ពស់មានន័យថាសិក្សាបានសញ្ញាបត្រខ្ពង់ខ្ពស់ឧទាហរណ៍ថាយើងរៀនបានសញ្ញាបត្របរិញ្ញាបត្រអនុបណ្ឌិតបណ្ឌិតលក្ខណៈទី2យើងជាមនុស្សដែលមានអីដែលបានបង្ហាញនៅទេពកោសល្យជាមនុស្សដែលធ្វើឲ្យគេបើនិយាយវិញបើបង្រៀនគេវិញបើបញ្យលគេវិញបើឲ្យដំបូន្មានគេវិញមានន័យថាយើងអាចឲ្យទៅគេដោយឲ្យធ្វើឲ្យគេងាយចេះងាយយល់ងាយចងចាំហើយងាយធ្វើបានទី3យើងជាមនុស្សដែលមានបទពិសោធន៍មានន័យថាយើងជាមនុស្សដែលចូលចិត្តច្នៃប្រឌិតជាមនុស្សដែលចូលចិត្តសិក្សាស្រាវជ្រាវដើម្បីរកអ្វីដែលថ្មីជូនសង្គមជាតិបាទហ្នឹងគេហៅថាភាពសមសួនផ្នែកសមត្ថភាពយើងអាចបង្កើតស្នាដៃជាច្រើនដើម្បីជូនសង្គមជាតិហ្នឹងដែលមានផលប្រយោជន៍សម្រាប់សង្គមជាតិហ្នឹងហើយនឹងភាពសមសួនទី3គឺគេហៅថាភាពសមសួនជាគំរូភាពហ្នឹងដោយសារអីដោយសារតែយើងបានបង្ហាញទៅសង្គមទៅវិញថាយើងជាមនុស្សដែលមានសុជីវធម៌មនុស្សដែលមានសិលធម៌មនុស្សដែលមានគុណធម៌ហើយនឹងមនុស្សដែលមានក្រមសិលធម៌បាទនេះគឺជាចំណុច3នេះរួមផ្សំគ្នាដែលធ្វើឲ្យសង្គមជាតិទាំងមូលហ្នឹងឲ្យតម្លៃមកយើងទទួលស្គាល់យើងថាយើងជាមនុស្សដែលគួរតែផ្ដល់កិត្តិយសជូនខ្ញុំលើកដើម្បីឲ្យបងប្អូនងាយស្រួលយល់បងប្អូនមើលថាសម្ដេចព្រះសង្ឃរាជជួនណាតលោកគឺជាសង្ឃទេបាទលោកជាសង្ឃទេតែលោកជាមនុស្សដែលមានកិត្តិយសលោកជាមនុស្សដែលមហាជនទាំងអស់សង្គមជាតិទាំងអស់ទទួលស្គាល់លោកផ្ដល់កិត្តិយសជូនលោកថាលោកគឺជាសម្ដេចសង្ឃមួយអង្គដែលបានផ្ដល់នៅស្នាដៃដល់សង្គមជាតិដែលមានប្រយោជន៍ដល់សង្គមជាតិនឹងជាច្រើនឧទាហរណ៍ថាហេតុអីបានសង្គមផ្ដល់កិត្តិយសជូនលោកពីព្រោះលោកបានបន្សល់ទុកស្នាដៃគឺវចនានុក្រមភាសាខ្មែរឲ្យយើងរៀនរហូតដល់សព្វថ្ងៃលោកជាសម្ដេចសង្ឃដែលមានចំណេះដឹងខ្ពង់ខ្ពស់ហើយលោកជាបង្ហាញនៅគំរូភាពមានន័យថាជាសម្ដេចសង្ឃដែលមានគុណធម៌ខ្ពស់សម្រាប់សង្គមជាតិទាំងមូលនេះគ្រាន់តែជាឧទាហរណ៍ដែលខ្ញុំលើកជូនដើម្បីឲ្យងាយស្រួល